សួស្តីអ្នកនរគ្នាត្រឡប់មកជួបជាមួយខ្ញុំម៉េម្ដងទៀតហើយនៅក្នុងវីដេអូនេះដែរប្រហែលជាមានសំឡេងរំខានច្រើនបន្តិចហើយសារតែខ្ញុំអត់មានមីក្រូហ្វូនប្រើទេហើយសម្រាប់អ្នកដែលចង់ឧបត្ថម្ភខ្ញុំអាចឧបត្ថម្ភតាម QR Code មួយនេះបានរាល់ឈ្មោះអ្នកឧបត្ថម្ភទាំងអស់ខ្ញុំនឹងដាក់នៅវីដេអូបន្ទាប់ហើយចំពោះអ្នកដែលមកថ្មីកុំភ្លេចជួយ Like Subscribe និងបើករូបកណ្ដឹងឲ្យខ្ញុំម្នាក់មួយផងបើរួចរាល់អស់ហើយតោះចូលទៅកាន់វីដេអូរបស់យើងដាស់សាច់រឿងរបស់យើងមកយើងក៏បានឃើញគ្រប់គ្នាដែលស្ថិតនៅក្នុងធីមសិតលេងប៉ាស៊ីងសុងហើយអ្នកដែលបាល់ឈ្នះនោះគឺអាចរើសកន្លែងដែលខ្លួនចង់លេងបានហើយភ្លាមនោះអ៊ីសាហ្គីក៏បានឈ្នះហើយគេក៏បានរើសឲ្យខ្លួនឯងលេងជាសាប្រយុទ្ធហើយភ្លាមនោះដែរអ៊ីហ្គោគេក៏បានចេញមកហើយគេក៏បាននិយាយថាក្រុមទាំង5ដែលស្ថិតនៅក្នុងអគារនឹងត្រូវប្រកួតជាមួយគ្នាហើយចំណែកឯលក្ខខណ្ឌវិញគឺធម្មតាណាស់អ្នកដែលទទួលបានកាតលឿង2នៅក្នុងមួយប្រកួតនឹងត្រូវបានដកចេញហើយអ្នកដែលទទួលបានកាតក្រហមក៏ត្រូវដកចេញដែរនៅក្នុងមួយអគារគឺមានតែ2ក្រុមប៉ុណ្ណោះដែលអាចឡើងទៅវគ្គបន្តបានហើយចំណែកឯក្រុម3ទៀតដែលបានចាញ់នោះសមាជិកម្នាក់ណាដែលរកគ្រាប់បាល់បានច្រើនជាងគេនឹងត្រូវបានឡើងទៅវគ្គបន្តដូចគ្នាហើយនេះគឺជាការប្រកួតដែលកសាងគ្រាប់បាល់ពីចំណុច0ហើយការប្រកួតនឹងចាប់ផ្ដើមក្នុងរយៈពេល2ម៉ោងទៀតដែលធីមសិតត្រូវប្រកួតជាមួយនឹងធីម X ហើយចំណែកឯគួនវិញគេក៏បានរៀបចេញនៅទម្រង់មួយដែលទម្រង់នោះគឺ4-4-2ហើយគេក៏បាននិយាយថាយើងត្រូវតែជួយអ៊ីសាហ្គីដើម្បីយកជ័យជំនះព្រោះអ៊ីសាហ្គីគឺជាខ្សែប្រយុទ្ធហើយចំណែកឯអ៊ីការ៉ាស៊ីវិញគេក៏បាននិយាយថាចំណាត់ថ្នាក់របស់អ៊ីសាហ្គីគឺទាបណាស់អញ្ចឹងតែយើងអាចឈ្នះដែរទេពេលដែលមានអ៊ីសាហ្គីធ្វើជាខ្សែប្រយុទ្ធបែបនេះចំណែកឯគួននីកាមីវិញគេក៏បាននិយាយថាជប់និយាយទៅអ៊ីការ៉ាស៊ីគួនគេក៏បាននិយាយថាគឺជា10ម៉ោងហើយពួកគេទាំងអស់គ្នាក៏បានដើរចេញពីបន្ទប់ដើម្បីទៅកាន់តារាងបាល់ហើយអ៊ីសាហ្គីគេក៏បាននិយាយថាការប្រកួតដែលអាចនឹងផ្លាស់ប្ដូរជីវិតរបស់ខ្ញុំនៅក្នុងប្រឡោកចិត្តចាប់ផ្ដើមហើយចូលមកដល់តារាងបាល់ភ្លាមពួកគេក៏បានឃើញធីម X បានមកដល់ផងដែរសមាជិកដែលនៅក្នុងធីម X ដើរមកពុបពេញដោយចំហាយពីឃាតជុំវិញខ្លួនហើយចំណែកឯអាញាកដានៅក្នុងការប្រកួតនេះវិញគឺជា VAR ហើយមេក្រូក៏បានមកលើឡើងថាការប្រកួតរវាងក្រុម X ជាមួយនឹងក្រុមសិតចាប់ផ្ដើមក្រុមសិតក៏បានកែបាល់មុនភ្លាមនោះប៉ាជីរ៉ាក៏បានសួរទៅកាន់អ៊ីសាហ្គីថាតើឯងភ័យឬទេអ៊ីសាហ្គីហើយប៉ាជីរ៉ាក៏បាននិយាយបន្តទៀតថាធ្វើចិត្តសប្បាយទៅបើមិនដូច្នេះទេយើងនឹងចាញ់ហើយនេះគឺជារបៀបដែលយើងលេងបាល់ទាត់ភ្លាមនោះប៉ាជីរ៉ាក៏បានបបាល់ឲ្យអ៊ីសាហ្គីគេក៏បានសម្រួលអារម្មណ៍បន្តិចហើយគេក៏បានបណ្ដាបាល់ទៅមុខពេលដែលអ៊ីសាហ្គីបានបណ្ដាបាល់ទៅមុខនោះកីឡាករ3នាក់របស់ធីម X ក៏បានចេញមកបិទគេហើយអ៊ីសាហ្គីគេក៏បានកលិចទៅមើលឆ្វេងស្ដាំគេក៏បានឃើញប៉ាជីរ៉ារៀបនឹងប៉ះបាល់ឲ្យប៉ាជីរ៉ាទៅហើយស្រាប់តែរ៉ៃឈីគេក៏បានមកដណ្ដើមបាល់ពីអ៊ីសាហ្គីហើយរ៉ៃឈីគេក៏បាននិយាយថាខ្ញុំនឹងរកគ្រាប់បាល់បានច្រើនជាងគេដើម្បីឈ្មោះទៅវគ្គបន្តទៀតខ្ញុំមិនខ្វល់ពីក្រុមទេភ្លាមនៅគុននីកាមីក៏បានចេញមកហើយដណ្ដើមបាល់ពីរ៉ៃឈីវិញពួកគេក៏បានដណ្ដើមបាល់គ្នាទៅវិញទៅមកចំណែកឯសមាជិកផ្សេងទៀតឃើញអាពីរអ្នកនេះដណ្ដើមបាល់គ្នាបែបនេះពួកគេក៏បានរត់ចូលទៅដណ្ដើមបាល់ដែរគូនក៏បានខ្វល់ផងដែរប៉ុន្តែពួកអានេះវាមិនស្ដាប់នោះទេដណ្ដើមបាល់គ្នាចុះដណ្ដើមបាល់គ្នាឡើងខាងគេក៏បានឆ្លៀតឱកាសនេះក៏បានឆក់បាល់ពីអាពីរអ្នកហ្នឹងទៅអាពេលនោះសប្បាយមិនទាន់អត់ចិត្តផងភ្លាមនោះគ្នាគេក៏បានចេញមកដើម្បីឆក់បាល់ពីគេបន្តទៀតហើយអ៊ីសាហ្គីក៏បានភ្ញាក់បាល់ផងដែរចំណែកឯពួកអស់នេះវិញវាបានដណ្ដើមបាល់គ្នាដូចជាកូនក្មេងអញ្ចឹងហើយអ៊ីសាហ្គីក៏បាននឹកឃើញដល់ពីសម្ដីរបស់អ៊ីហ្គោក៏បាននិយាយថាការប្រកួតមួយនេះយើងត្រូវតែកសាងគ្រាប់បាល់ឡើងពីចំណុច0មកហើយអ៊ីសាហ្គីគេក៏បាននិយាយថាតែនេះមែនទេគឺជាការកែច្នៃគ្រាប់បាល់ពីចំណុច0មកនេះមិនមែនជាបាល់ទាត់នោះទេតើខ្ញុំគួរតែធ្វើអ្វីទៅឬមួយក៏ខ្ញុំត្រូវតែចូលរួមដណ្ដើមបាល់ជាមួយពួកគេដែរលៀមនៅដែរក៏មានមនុស្សម្នាក់បានបង្ហាញខ្លួនមកហើយគេក៏បានឆក់បាល់ចេញពីមនុស្សទាំងអស់នោះហើយអ៊ីសាហ្គីក៏បានញាក់បាល់ផងដែរហើយបរិមអ្នកនោះគឺមានឈ្មោះថាបារ៉ូគេក៏បាននិយាយទៅកាន់អ៊ីសាហ្គីថាចេញពីផ្លូវរបស់យើងហើយអ៊ីសាហ្គីក៏បាននិយាយថាខ្ញុំនឹងបញ្ឈប់ឯងព្រមនោះគេក៏បានរត់សម្ដៅទៅអ៊ីសាហ្គីហើយគេក៏បានឆ្កឹះបាល់រំលងក្បាលអ៊ីសាហ្គីតែម្ដងហើយអ៊ីសាហ្គីគេក៏បានស្រែកហៅគួនដើម្បីមកបិទបារ៉ូប៉ុន្តែបិទមិនជាប់នោះទេបារ៉ូក៏បានញាក់ផុតគួនហើយគេក៏បានស៊ីប្លោះជើងខ្សែកាពីម្នាក់ទៀតសាហ្គីក៏បានភ្ញាក់បាល់ទៅនឹងសមត្ថភាពបារ៉ូជាខ្លាំងពេលនេះគឺមួយស្មើជាមួយអ្នកគូនគេក៏បានសុកមួយជើងចូលទៅក្នុងគូនធ្វើឲ្យធីម X នាំមុខធីមសិត1-0ហើយបារ៉ូគេក៏បាននិយាយយ៉ាងលយថាឥឡូវនេះបិទមាត់ឲ្យស្ដាប់ខ្ញុំបើតតគ្រាន់តែជាលបាយមួយប៉ុណ្ណោះហើយនៅលើត្រាំងបាល់ខ្ញុំគឺជាស្ដេចអ៊ីសាហ្គីគេក៏បានគិតថាតើខ្ញុំអាចយកឈ្នះបារ៉ូនេះដោយរបៀបណាទៅធីម X ពួកគេសប្បាយចិត្តខ្លាំងណាស់ហើយចំណែកឯធីមសិតវិញពួកគេចាប់ដើមបន្ទោគ្នាហើយគូនក៏បានចេញមកខាត់ថាយើងគឺជាក្រុមតែមួយទេកុំឆ្លោះគ្នាអីអ៊ីសាហ្គីគេក៏បាននិយាយថាបើយើងធ្វើតាមមុខងាររបស់យើងនៅក្រុមរបស់យើងក៏មិនបែបនេះដែររ៉ៃឈីគេក៏បាននិយាយថាតើឲ្យយើងធ្វើបែបនោះមែនទេធ្វើបែបនោះឯងគឺជាអ្នករកគ្រាប់ហើយឯងគឺជាកីឡាករអន់ឯងសមតែធ្វើតែការពារវិញលឿននោះសម្លេងមេក្រូក៏បានបន្លឺឡើងប្រាប់ឲ្យធីមសិតបន្តការប្រកួតទៀតអ៊ីសាហ្គីគេក៏បានសម្រួលអារម្មណ៍ហើយគេក៏បាននិយាយថាខ្ញុំត្រូវតែឈ្នះនៅក្នុងវគ្គនេះដរាបណាបារ៉ូមិនបានទទួលបានបាល់យើងគឺមានឱកាសឈ្នះច្រើនហើយគេក៏បាននិយាយទៅកាន់ប៉ាជីរ៉ាថាប៉ាជីរ៉ាយើងត្រូវតែសហការគ្នាលឿននោះគេក៏បានប៉ះបាល់ប៉ាជីរ៉ាប៉ុន្តែបងងៅរបស់យើងក៏បានមកដណ្ដើមបាល់នោះហើយអ៊ីការ៉ាស៊ីគេក៏បាននិយាយថាខ្ញុំនឹងរកគ្រាប់បាល់បានច្រើនដើម្បីឈ្មោះទៅវគ្គបន្តទៀតបណ្ដាបាល់មិនទាន់បានប្រមាណផងស្រាប់តែធីមខាងគេបានមកឆក់បាល់ពីអ៊ីការ៉ាស៊ីរ៉ៃឈីគេក៏បានខឹងអ៊ីការ៉ាស៊ីខ្លាំងណាស់យើងនឹងសម្លាប់ឯងអ៊ីការ៉ាស៊ីគួនក៏បានខំម្ដងទៀតប៉ុន្តែប៉ុននេះនៅតែមិនស្ដាប់
ប់ដដែលក្រុមខាងគេក៏បានពិភាក្សាគ្នាថាយើងនឹងលេងជុំវិញបារ៉ូដើម្បីឈ្នះការប្រកួតមួយនេះឯការពាររបស់ធីមសិតក៏បានឡើងមកបិទពួកគេប៉ុន្តែពួកគេបានប៉ះបាល់ទៅឲ្យបារ៉ូគេក៏បានបណ្ដាបាល់ទៅមុខខាងក្រុម X ពេលនេះចាប់ដើមសហការគ្នាហើយអ៊ីសាហ្គេគេក៏បានភ្ញាក់ផ្អើលខ្លាំងណាស់ហើយអ៊ីហ្គារ៉ាស៊ីគេក៏បានស្រែកឲ្យកីឡាករទាំងអស់មកបិទបារ៉ូស្រាប់តែភ្លាមនោះដែរកីឡាករ6នាក់របស់ធីមសិតក៏បានមកបិទបារ៉ូក៏បានយកកែងជើងទះបាល់ទៅខាងក្រៅដើម្បីឲ្យគ្នារបស់គេអ៊ីសាហ្គេក៏បានភ្ញាក់ផ្អើលយ៉ាងខ្លាំងបានបាល់ហើយអាប៉ែម្នាក់នោះក៏បានប៉ះបាល់គ្នាគេបន្តទៀតពេលនេះគឺអុកសាយកាពីហើយអាប៉ែម្នាក់នោះក៏បានសុំជើងបញ្ចូលទីលទ្ធផលពេលនេះគឺ2-0ហើយគេក៏បានលើកមេដាយទៅកាន់បារ៉ូផងដែរចំណែកអ៊ីសាហ្គេវិញគេហត់ខ្លាំងណាស់ហើយធីមសិតចាប់ផ្ដើមបន្ទោសគ្នាទៀតហើយដៃឈីគេក៏បានខឹងអ៊ីហ្គារ៉ាស៊ីខ្លាំងដែលអ៊ីហ្គារ៉ាស៊ីបានធ្វើឲ្យបាត់បាល់ពេលមុននោះហើយអ៊ីសាហ្គេគេក៏បានគិតថាគ្រាន់តែវត្តមានរបស់បារ៉ូមួយសោះធ្វើឲ្យក្រុមអុយសហការគ្នាវិញហើយគ្រាប់បាល់ដែលបារ៉ូសុទ្ធមុននោះធ្វើឲ្យពួកគេបានសហការគ្នាយ៉ាងល្អគេក៏បាននឹកឃើញពីសម្ដីរបស់អ៊ីហ្គោទៀតហើយនេះគឺជាសមរភូមិដែលការច្នៃគ្រាប់បាល់ពីចំណុច0ឡើងទៅហើយអ៊ីសាហ្គេគេក៏បានគិតបន្តទៀតថាការប្រកួតដំបូងចាប់ផ្ដើមពីចំណុច0ស្មើបន្ទាប់ពីបារ៉ូបានសុទ្ធឲ្យមួយគ្រាប់យុទ្ធសាស្ត្រសម្រាប់ឈ្នះជាច្រើនបានបង្កើតឡើងនៅជុំវិញគ្រាប់បាល់មួយគ្រាប់នោះហើយគឺជារបៀបដែលក្រុមមួយបានកាត់ឡើងមកអានេះគឺជាអ្វីដែលអ៊ីហ្គោចង់សម្ដៅលើមែនទេគឺបង្កើតគ្រាប់បាល់ពីចំណុច0ប្រសិនបើជាយើងមិនអាចរកគ្រាប់បាល់ដំបូងបានមួយគ្រាប់ទេនោះក្រុមរបស់យើងគឺមិនអាចសហការគ្នាទេគោលដៅកាន់តែធំពួកគេកាន់តែគិតពីខ្លួនឯងគ្មាននរណាគិតថាត្រូវរកគ្រាប់បាល់ពី0ទៅ1នោះទេហើយចំណែកគូប្រកួតរបស់ពួកគេវិញពួកគេសហការគ្នាកាន់តែល្អទៅហើយអ៊ីសាហ្គេគេក៏បាននិយាយថាមិនអាចទៅរួចនោះទេការប្រកួតមួយនេះត្រូវបានបញ្ចប់ហើយគិតចុះគិតឡើងបារ៉ូក៏បានតែតបាល់ចូលមកគ្រាប់ទៀតលទ្ធផលពេលនេះគឺ5-0អ៊ីសាហ្គេគេក៏បានអស់សង្ឃឹមយ៉ាងខ្លាំងហើយពេលនេះម៉ោងក៏ជិតអស់ផងដែរធ្វើឲ្យសមាជិកគ្រប់គ្នាអស់សង្ឃឹមយ៉ាងខ្លាំងអ៊ីសាហ្គេគេក៏បានកែបាល់ម្ដងទៀតហើយប៉ាជីរ៉ាគេក៏បាននិយាយថាគ្មានផ្លូវណាដែលអាចឲ្យយើងរកគ្រាប់បាល់5គ្រាប់នៅក្នុងរយៈពេល3នាទីនោះទេប៉ុន្តែប្រហែលជាយើងអាចរកបានមួយគ្រាប់ហើយគេក៏បាននិយាយបន្តទៀតថាក្រុម X រកបាន5គ្រាប់ដូច្នេះពួកគេនឹងខ្វះការប្រុងប្រយ័ត្នហើយយើងអាចឆ្លៀតពេលនេះដើម្បីរកមួយគ្រាប់ទៀតបានប៉ាជីរ៉ាក៏បាននិយាយទៅកាន់អ៊ីសាហ្គេហើយគេក៏បានបើកកាប់ផ្នែកអាត្មានិយមរបស់គេហើយអ៊ីសាហ្គេគេក៏បានបើកកាប់ផ្នែកអាត្មានិយមរបស់គេដូចគ្នាហើយខ្ញុំសូមបញ្ចប់វីដេអូ Vlog ដែលជាអេពីសូតទី4នេះតែប៉ុណ្្នឹងសិនហើយយើងនឹងបានជួបគ្នានៅវីដេអូក្រោយទៀតបាយបាយអ្នកនរគ្នា